Và sự sợi bong bóng được học này cái này nhung cho bằng hai ca pra mà sinh chẹt bọn nhung ประจำ ngày សម្រាប់ខ្ញុំប្រើកន្លែងអង្សានេះខ្ញុំដាក់ត្រឹម24អង្សាហើយជាមួយនឹងកង្ហារបើជីម្នាក់ឯងភាគច្រើនខ្ញុំប្រើតែ1កាំឯងបើជីគ្នាច្រើនអាចប្រើទៅ2ទៅ3កាំហើយនិយាយទៅសម្រាប់Sea and Fire បើយើងបន្ថយអង្សាមកក្រោមទៀតគឺវាត្រជាក់ខ្លាំងមែនតើត្រជាក់ខ្លាំងហើយវាអត់ដឹងថាវាអាចប៉ះពាល់ដល់ឡានយើងអត់ទេពេលដែលយើងបើកត្រជាក់ខ្លាំងអញ្ចឹងព្រោះថាប្រទេសយើងវានៅខាងអាកាសធាតុនៅខាងក្រៅវាក្តៅហើយដល់ពេលយើងបើកខាងក្នុងវាលេខនេះឲ្យវាទូចពេកអង្សាវាទូចពេកវាអាចធ្វើឲ្យឡានយើង compressor យើងដើរខ្លាំងអញ្ចឹងវាអាចនឹងធ្វើឲ្យ compressor យើងឆាប់ខូចក៏ថាបានព្រោះជាបទពិសោធន៍កាលពីមុនខ្ញុំប្រើព្រុសគឺយើងប្រើ72 73 75អីចឹងទៅប៉ុន្តែមកដល់ Sea and Fire គេមានអង្សាឲ្យយើងមើលអញ្ចឹងសម្រាប់ខ្ញុំប្រើ24 23 24 25ខ្ញុំគិតថាល្អសម្រាប់ខ្ញុំប៉ុន្តែបងប្អូនទាំងអស់គ្នាយល់មិនជួយ comment ប្រាប់ផងប៉ុន្តែសម្រាប់ខ្ញុំប្រើរាល់ថ្ងៃប៉ុណ្ណឹងគឺអូខេទទួលយកបានហ្នឹងហើយអត់មានអីច្រើនទេមានតែប៉ុណ្ណឹងហើយដូចជាមានកញ្ចក់មុខបិទ UV ហើយមានអារម្មណ៍ថានៅតែក្តៅបងប្អូនមានអារម្មណ៍ថាអញ្ចឹងអត់ជួយប្រាប់ផង